បងប្អូនជួរួមជាតិជាទីគោរពស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលត្រូវកត់ត្រាទុកក្នុងសន្លឹកមាសនៃប្រវត្តិសាស្ត្ររបស់អាណាចក្រខ្មែរយើងជ័យជំនះដ៏ធំធេងដែលយើងកំពុងប្រារព្ធនៅពេលនេះមិនមែនគ្រាន់តែជាជ័យជំនះខាងយោធាប៉ុណ្ណោះទេប៉ុន្តែគឺជាជ័យជំនះនៃស្មារតីនៃភាពអត់ធ្មត់និងនៃសាមគ្គីភាពដែលមិនអាចបំផ្លាញបាននៃប្រជាជាតិយើងបានឆ្លងកាត់ការសាកល្បងដ៏លំបាកជាច្រើនសត្រូវដែលព្យាយាមបំផ្លាញយើងមិនបានជោគជ័យឡើយពីព្រោះពួកគេបានប៉ាន់ស្មានមិនដល់នៅកម្លាំងនៃទឹកចិត្តរបស់យើងបានប្រយុទ្ធដោយភាពក្លាហាននិងការបដិញ្ញាចិត្តដើម្បីការពារមាតុភូមិរបស់យើងដើម្បីការពារវប្បធម៌របស់យើងនិងដើម្បីការពារអនាគតនៃកូនចៅរបស់យើងប៉ុន្តែសេចក្តីក្លាហានរបស់ទាហានរបស់យើងគ្រាន់តែជាផ្នែកមួយនៃរឿងនេះប៉ុណ្ណោះជ័យជំនះនេះជាកម្មសិទ្ធិរបស់មនុស្សគ្រប់គ្នាជាកម្មសិទ្ធិរបស់កសិករដែលបានធ្វើការងារនៅលើដីដើម្បីចិញ្ចឹមយើងជាកម្មសិទ្ធិរបស់សិប្បករដែលបានកសាងទីក្រុងរបស់យើងជាកម្មសិទ្ធិរបស់ស្ត្រីដែលបានចិញ្ចឹមកូនចៅរបស់យើងដោយក្តីស្រឡាញ់និងការលះបង់និងជាកម្មសិទ្ធិរបស់ចាស់ទុំដែលបានចែករំលែកប្រាជ្ញារបស់ពួកគេជាមួយយើងបានរៀនមេរៀនជាច្រើនពីការសាកល្បងនេះយើងបានរៀនថាសន្តិភាពគឺជាអ្វីដែលផុយស្រួយហើយយើងត្រូវតែខិតខំការពារវាយើងបានរៀនថាសេចក្តីសប្បុរសនិងការអត់ឱនគឺជាកម្លាំងពិតប្រាកដហើយយើងបានរៀនថានៅពេលដែលយើងរួបរวมគ្នាគ្មានអ្វីដែលយើងមិនអាចសម្រេចបាននោះទេឥឡូវនេះយើងមានឱកាសកសាងអនាគតថ្មីសម្រាប់អាណាចក្ររបស់យើងអនាគតដែលផ្អែកលើការគោរពគ្នាទៅវិញទៅមកការយោគយល់គ្នានិងភាពយុត្តិធម៌អនាគតដែលគ្រប់គ្នាមានឱកាសរស់នៅដោយសុខសាន្តនិងមានសេចក្តីថ្លៃថ្នូរចូលកុំភ្លេចថាជ័យជំនះនេះមិនមែនជាទីបញ្ចប់នៃដំណើររបស់យើងនោះទេប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីយុគសម័យនៃការកសាងយុគសម័យនៃការព្យាបាលនិងយុគសម័យនៃសេចក្តីសង្ឃឹមសូមឲ្យអាណាចក្រខ្មែររបស់យើងរស់នៅជារៀងរហូតសូមឲ្យសន្តិភាពសោយរាជ្យនៅក្នុងចិត្តរបស់យើងនិងនៅក្នុងទឹកដីរបស់យើងសូមឲ្យសេចក្តីរីករាយនិងភាពរុងរឿងគ្រប់ដណ្ដប់លើមនុស្សគ្រប់គ្នាក្រោយទទួលបានជ័យជំនះដ៏អស្ចារ្យលើកងទ័ពចម្ប៉ាព្រះបាទជ័យវរ្ម័នទី7បានយាងត្រឡប់មកកាន់ក្រុងអង្គរវិញនៅឯខ្លងទ្វារជ័យនៃក្រុងអង្គរធំព្រះរាជអគ្គមហេសីទ្រង់រង់ចាំយ៉ាងអន្ទះសារ10ឆ្នាំនៃសង្គ្រាម10ឆ្នាំនៃការរង់ចាំទីបំផុតបន្លឺនៃសន្តិភាពបានរះឡើងវិញលើទឹកដីអង្គរហើយមិនម្ចាស់ស្រីជាអមហេសីក៏រំភើបបញ្ចាញ់ព្រះអង្គដែរដែលបានឃើញព្រះអង្គយាងត្រឡប់មកវិញដោយសុវត្ថិភាពចាប់ពីពេលនេះទៅបងសន្យាថានឹងមិនយាងទៅណាចោលព្រះនាងទៀតទេបងនឹងនៅក្បែរព្រះនាងជានិច្ចដើម្បីការពារនិងមើលថែព្រះនាងពេញមួយជីវិតព្រះអគ្គមហេសីតើព្រះនាងយល់យ៉ាងណាចំពោះគំនិតដែលថាយើងគួរតែត្រឡប់ទៅប្រាសាទអង្គរវត្តវិញដើម្បីចូលរួមការកម្សាន្តជាមួយនឹងការរំសាយរបាំអប្សរាដ៏ស្រស់ស្អាតដើម្បីអបអរដល់ព្រះវិស្ណុទិដ្ឋភាពពីចម្ងាយនៃប្រាសាទបាយ័ននាពេលរាត្រីអមដោយពន្លឺចង្កៀងប្រេងរាប់ពាន់ដែលកំពុងឆេះរេរាំពន្លឺទាំងនេះមិនមែនគ្រាន់តែបំភ្លឺផ្លូវដើរនោះទេតែវាជាដង្ហើមនៃសន្តិភាពដែលយើងបានបាត់បង់ជាយូរមកហើយចូលឲ្យពន្លឺចង្កៀងទាំងនេះរំលាយភាពងងឹតនៃអតីតកាលឲ្យស្នាមញញឹមនៃថ្មរំលឹកយើងថាសេចក្តីស្រឡាញ់មានអំណាចជាង